គេថានំគ្រក់ឆ្ងាញ់មិនឆ្ងាញ់គឺអាស្រ័យនៅលើទឹកត្រីទឹកត្រីឆ្ងាញ់ណានំគ្រក់ដឹងតែឆ្ងាញ់តែម្ដងហើយក៏មានបងក៏ឆ្ងល់ច្រើនមែនតើមិនទឹកត្រីនំគ្រក់របស់ម៉ែកូនបឺតចេញមករៀងខាប់អត់ថ្លាដូចគេអញ្ចឹងរបស់គេឡើងថ្លាហើយមិនម៉ែកូនបឺតធ្វើទឹកត្រីមកខាប់ល្អម៉េះមើលមកតំណងគួរឲ្យចង់ហូបមែនតើក៏ចង់ចេះធ្វើដែរមុននឹងចូលទៅដល់វិធីធ្វើទឹកជ្រលក់នំគ្រក់មើលនំគ្រក់របស់ម៉ែកូនបឺតចាក់អានេះបានល្អមែនតើអ្នកទាំងអស់គ្នាដោយសារយើងកាត់ម្សៅធ្វើខ្លួនឯងផ្ទាល់ដៃតែម្ដងអញ្ចឹងហើយនំគ្រក់វាមានរសជាតិឆ្ងាញ់បូកផ្សំជាមួយនឹងទឹកជ្រលក់ឆ្ងាញ់ថែមទៀតនិយាយវិធាននំគ្រក់របស់យើងឆ្ងាញ់មែនតើថ្ងៃនេះអ្នកនរគ្នាមើលតពនំគ្រក់ជាតិមកសម្រាប់អង្ករដែលយើងយកមកធ្វើនំគ្រក់ត្រូវតែជាអង្កររឹងបាយក៏ដូចគ្នាបាយកកយើងយកបាយកកហ្នឹងបាយកកអង្កររឹងដូចគ្នាយើងយកម្នាក់ចូលគ្នាយើងត្រាំអង្ករហ្នឹងឲ្យរីកសិនចាំយើងយកបាយកកយកម្នាក់ចូលបន្ទាប់មកគឺយើងយកទៅកិនជាមួយនឹងត្បាល់កិនរបស់យើងតែម្ដងអត់មានកិនម៉ាស៊ីនកិនអីណាកិនត្បាល់បែបធម្មជាតិមកអ្នកទាំងអស់គ្នាធ្វើអញ្ចឹងបាននំគ្រក់របស់យើងចេញមកគឺមានរសជាតិឆ្ងាញ់បងខ្លះក៏ថាមិនយកទៅកាត់ម៉ាស៊ីនផ្លែតហើយឲ្យកាត់ម៉ាស៊ីនមកកំប៉ុង500អ្នកនរគ្នាមិនមែនតិចណាអញ្ចឹងយើងកាន់ត្បាល់ខ្លួនឯងមានត្បាល់កិនត្បាល់តក៏វាស្រួលមួយយ៉ាងដែរមានចំណាយពេលយូរតែមួយផ្លែតយើងរៀបចំគ្រឿងដើម្បីធ្វើទឹកជ្រលក់មានជាមួយនឹងម្ទេសខ្ទឹមបារាំងរួមជាមួយនឹងខ្ទឹមក្រហមយើងឈូសការ៉ុតដាក់បន្តិចមកការ៉ុតនេះគឺយើងដាក់យកពណ៌ហ្នឹងឯងចាំបាច់ឲ្យច្រើនទេដាក់មកល្មមមកបានហើយសម្រាប់ស្លឹកខ្ទឹមគឺយើងចោលអត់បានទេគឺត្រូវតែមានតែម្ដងយើងហាន់ទាំងគល់ទាំងស្លឹកតែម្ដងមកដើម្បីយកដាក់ជាមួយនឹងទឹកជ្រលក់ផងដាក់ជាមួយលាយជាមួយនឹងម្សៅផងតោះឥឡូវយើងទៅធ្វើទឹកជ្រលក់នំគ្រក់តាមវិធីរបស់ម៉ែកូនបឺទាំងអស់គ្នាដំបូងយើងដាក់ស្ករសនេះចំនួនកន្លះគីឡូសម្រាប់ទឹកត្រីយើងដាក់ចំនួន3ខាំធ្វើតិចដាក់តិចធ្វើច្រើនដាក់ច្រើនលៃលកទៅតាមវិធីរបស់បងទាំងអស់គ្នាហើយទឹកអំពិលទុំនេះយើងដាក់ចំនួន1ខាំយើងដាក់ជាមួយនឹងប៊ីចេងបន្តិចម្សៅស៊ុបខ្នុរបន្តិចសម្រាប់ទឹកជាវិញយើងដាក់ចំនួន1ចានគោមនេះបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងរួចហើយយើងចាប់ដើមកូរគ្រឿងផ្សំហ្នឹងឲ្យរលាយចូលគ្នាបន្តិចចាំយើងបើកភ្លើងតាមក្រោយមើលតែទឹករបស់យើងចាប់ដើមពុះយើងចាប់ដើមលាយជាមួយនឹងម្សៅឆាសម្រាប់ម្សៅឆាវិញយើងប្រើចំនួន2ស្លាបព្រាបាយយើងដាក់ទឹកបន្តិចមកយើងកូរម្សៅឆាហ្នឹងឲ្យរលាយជាមួយទឹកបន្តិចហើយយើងចាប់ផ្ដើមបន្ថយភ្លើងចាំយើងចាក់ម្សៅឆាចូលរួចហើយយើងដាក់ជាមួយនឹងខ្ទិះដូងរបស់យើងចូលខ្ទិះដូងនេះប្រើចំនួន500មីលីលីត្រគឺកន្លះលីត្រដូចគ្នាអ្នកនរគ្នាហើយយើងចាប់ផ្ដើមកូរគ្រឿងផ្សំហ្នឹងចូលគ្នាបន្តិចមករួចហើយយើងដាក់ជាមួយនឹងសណ្តែកដីចូលកុំភ្លេចបន្ថយភ្លើងអានេះបើកភ្លើងតិចអ្នកនរគ្នាកុំតណាបិទទាំងស្រុងយើងបើកភ្លើងបន្តិចមកចុងក្រោយយើងដាក់ជាមួយនឹងខ្ទឹមបារាំងខ្ទឹមក្រហមរួមជាមួយនឹងការ៉ុតរបស់យើងចូលហើយនឹងម្ទេសបន្តិចហ្នឹងអ្នកនរគ្នារួចហើយយើងកូរគ្រឿងផ្សំហ្នឹងចូលគ្នាយើងចាប់ផ្ដើមភ្លក់មើលស្ទើជូរស្ទើប្រៃស្ទើផ្អែមយើងថែមថយគ្រឿងទៅតាមនឹងខ្លួនឯងអ្នកនរគ្នាបើចង់បានខាប់ខ្លាំងបងដាក់ម្សៅឆា3ស្លាបព្រាទៅរៀងខាប់ខ្លាំងជាងនេះតែម្ដងតែបើសម្រាប់ខ្ញុំវិញគឺខាប់ប៉ុណ្ណេះគឺល្មមតែម្ដងរៀងត្រជាក់បន្តិចគឺវាកាន់តែខាប់តែម្ដងអ្នកនរគ្នាតែប៉ុណ្ណឹងគឺល្មមតែម្ដងមិនបាច់ដល់ខាប់ខ្លាំងពេកទេខាប់ខ្លាំងពេកគឺវារៀងអត់សល់ឆ្ងាញ់ប្រហែលទេយកមកខាប់ល្មមប៉ុណ្ណឹងឲ្យម៉ែកូនបឺតធ្វើឲ្យមើលប៉ុណ្ណឹងនិយាយពីថារសជាតិវិញគឺมันល្មមឆ្ងាញ់តែម្ដងរួចរាល់ហើយសម្រាប់ទឹកជ្រលក់នំគ្រក់របស់ម៉ែកូនបឺតបងអាចធ្វើតាមវិធីនេះបានទុកឲ្យវាកាន់តែជាក់គឺវាកាន់តែខាប់សម្រាប់ម្សៅនំគ្រក់យើងត្រូវតែលាយគ្រឿងវាបន្តិចដែរដើម្បីឲ្យសាច់នំរបស់យើងនឹងគឺមានជាតិតែម្ដងយើងដាក់ជាមួយអំបិលបន្តិចម្សៅស៊ុបខ្នុរស្ករប៊ីចេងរួមជាមួយនឹងខ្ទិះដូងនេះ500មីលីលីត្រយើងដាក់ខ្ទិះដូងចូលរួចរាល់ហើយក៏យើងត្រូវតែដាក់ទឹកជាដូចគ្នាទឹកជានេះយើងប្រើចំនួនកន្លះលីត្រដូចគ្នាបន្ទាប់ពីយើងដាក់ទឹកជាដាក់គ្រឿងចូលរួចរាល់ហើយយើងចាប់ដើមកូរគ្រឿងផ្សំនឹងចូលគ្នាបន្តិចមកចុងក្រោយយើងរោយជាមួយនឹងស្លឹកខ្ទឹមបន្តិចតែប៉ុណ្្នឹងហើយនេះសាច់ម្សៅរបស់នំគ្រក់របស់យើងគឺរួចរាល់ប៉ុណ្ណឹងយើងអាចយកទៅចាក់នំគ្រក់ហូបបានហើយបងចង់បានទឹកប្រហុកស្នាដៃកូនខ្មែរស្នាដៃម៉ែកូនបឺតធ្វើផ្ទាល់តែម្ដងបងអាចឆានមកកំងបាននៅក្នុងពេកគឺមានលក់រាល់ថ្ងៃទឹកប្រហុកបុកល្ហុងរបស់ម៉ែកូនបឺតរសជាតិឆ្ងាញ់គឺធានាជូនតែម្ដងបងទាំងអស់គ្នាប្រហែលជាឃើញឆ្នាំងនំគ្រក់របស់ម៉ែកូនបឺតប្រហែលជានិយាយក៏ឆ្នាំងនំគ្រក់អីឈ្មោករោគមិនចេះលាងសោះម៉ែកូនបឺតព្យាយាមដោះព្យាយាមលាងណាតែលាងវាមិនជ្រះដោះវាមិនជ្រះសោះអ្នកទាំងអស់គ្នាដឹងអាយុឆ្នាំងនំគ្រក់នេះអាយុប្រហែលអត់អាយុឆ្នាំងនំគ្រក់នេះជាង15 16ឆ្នាំណាទិញតាំងពីខ្ញុំនៅទូតាំងពីខ្ញុំនៅរៀនមិនទាន់មានប្តីមានប្រពន្ធណាអ្នកទាំងអស់គ្នាឥឡូវបានតមកដល់ប្រពន្ធខ្ញុំធ្វើទៀតឃើញឆ្នាំងនំគ្រក់មួយគឺប្រើបានមួយជីវិតតកូនតចៅអញ្ចឹងមិនងាយខូចតណាទេអ្នកទាំងគ្នាឲ្យតែឆ្នាំងចាក់របស់ខ្មែរយើងសាច់លេខ1គឺប្រើល្អបែបនេះសម្រាប់នំគ្រក់ដែលយើងកាន់ចេញពីម្សៅខ្លួនឯងយកមកចាក់យកមកធ្វើបែបនេះមានរសជាតិឆ្ងាញ់ណាអ្នកទាំងគ្នាយើងបំពងវាទៅឬបំពងវាទៅរហូតដាក់ខ្លាញ់បំពងវាទៅអញ្ចឹងហើយភ្លើងយើងកំប្រើខ្លាំងពេកភ្លើងយើងប្រើល្មមនេះបំពងវាឡើងក្រហមអញ្ចឹងអ្នកទាំងគ្នាឃើញសាច់នំវិញឡើងស្រួយពីខាងក្រៅស្រួយខាងក្នុងវិញឡើងទន់ល្មើយហើយឆ្ងាញ់មែនតើមានបងខ្លះក៏នៅឆ្ងល់នៅឆោតមិននំគ្រក់របស់គេគឺបំពងបានឡើងស្រួយពីខាងក្រៅខាងក្នុងឡើងទន់ល្មើយគឺគេដាក់បំពងនៅក្នុងឆ្នាំងនំគ្រក់នឹងឯងបើសិនជាគេអ្នកចាក់លក់គេមានឆ្នាំង3 4ឆ្នាំងបំពងផ្សេងឆ្នាំងចាក់ផ្សេងហើយបងក៏ឆ្ងល់ថាធ្វើច្រើនអញ្ចឹង2អ្នកប្តីប្រពន្ធនឹងហូបអស់ដែរបើធ្វើច្រើនម្លឹងមាត់មានតែ2អ្នកសោះធ្វើច្រើនអត់សល់ទេអ្នកទាំងអស់គ្នាដោយសារញាតិបងប្អូនខ្ញុំគឺច្រើនណាស់យកតែចាយគេម្នាក់4 5 4 5ហ្នឹងចាយមិនគ្រប់គ្នាផងនិយាយពីថាន
នំគ្រក់របស់ម៉ែកូនបើគ្រាន់តែឃើញហ្នឹងក៏ឆ្ងាញ់ដែរអ្នកនរគ្នាក៏តំណងណាមើលនេះឃើញនិយាយទៅថាពណ៌វិញឡើងស្អាតតែម្ដងរសជាតិវិញឡើងស្រួយស្រាប់អ្នកនរគ្នាឆ្ងាញ់ណាមិនជឿបងអាចសាកធ្វើតាមវិធីរបស់ម៉ែកូនបើនេះបានកុំទិញម្សៅកុំទិញអីមកលាយយើងនៅតាមស្រុកស្រែចំការនៅតាមជនបទអង្កររបស់យើងផ្ទាល់ហ្នឹងយកអង្កររឹងបាយរឹងយកមកដាក់លាយមកអ្នកនរគ្នានេះយកមកកាន់ខ្លួនឯងយកឲ្យម៉ាស៊ីនកាន់ក៏បានដែរតែកុំយកម្សៅស្រាប់យកមកលាយបើយើងយកម្សៅស្រាប់យកមកលាយនំគ្រក់របស់យើងគឺមិនសូវជាមានរសជាតិឆ្ងាញ់ប្រហែលតែរៀងវែកវល់អ្នកនរគ្នាបើបានកាន់ម្សៅធ្វើខ្លួនឯងចេះទៀតរឹតតែជាតិរឹតតែឆ្ងាញ់តែម្ដងគឺធានាជូនឃើញមើលពណ៌នំគ្រក់មើលឡើងស្រួយដោយសារយើងបំពងវាទៅរឿយប្រើពេលបំពងយូរណាអ្នកនរគ្នាចាក់តាំងពីម៉ោង3ម៉ោង7ម៉ោង8យប់បានហើយចុងក្រោយក៏អរគុណដល់ពុកម៉ែបងប្អូនអូនពូមីងលោកតាលោកយាយទាំងអស់គ្នាដែលតែងគាំទ្រនិងទស្សនាវីដេអូរបស់ខ្ញុំទាំងពីរអ្នកប្តីប្រពន្ធតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនអ្នកគ្នាមានតែសុខភាពល្អ